ជម្រាបសួរលោកគ្រូអ្នកគ្រូនិងព្រមទាំងអាណាព្យាបាលបាទថ្ងៃនេះខ្ញុំចេញវីដេអូអំពីការចូលធ្វើតេស្តឬក៏ប្រឡងបាទសម្រាប់សិក្សាសិស្សបាទhôm nayយើងចូលទៅលើថ្នាល PLP បាទទៅ PLP រួចយើងចូលកន្លែងសិស្សបន្តមកទៀតឃើញឯថ្នាលបឋមចំនួនថ្មីឬក៏ថ្នាលតេស្តនិងប្រឡងបាទទៅវិញយើងចូលទាំងទី2នេះកន្លែងនេះបាទចូលទាំងទី2មកទៅទៀតគឺវាចូលគឺចេញទាំងបែបនេះអញ្ចឹងលោកគ្រូអ្នកគ្រូឬក៏អាណាព្យាបាលចូលតាមឈ្មោះរបស់គាត់លេខសម្ងាត់របស់គាត់ក៏បានបើយើងស្គាល់តែយើងអត់ស្គាល់ទេបើយើងស្គាល់តាម QR code អញ្ចឹងលោកគ្រូអាច scan តាម QR code បានអញ្ចឹងចូលតាមតែខ្ញុំនេះចូលតាម QR code បាទចូលមកបើសិនជា QR code មាននៅក្នុងទូរស័ព្ទស្រាប់របស់លោកគ្រូអ្នកគ្រូឬមួយក៏របស់សិស្សអញ្ចឹងលោកគ្រូអាចជ្រើសរើសយក QR code នេះបានបាទតែបើសិនជា QR code នៅខាងក្រៅតែយើង print ចេញមកសម្រាប់scan ចោលឈ្មោះមួយអញ្ចឹងលោកគ្រូចុចកលេច scan នេះកលេច scan QR code ហើយចាប់ផ្ដើម scan មកហើយចុច allow distance មកហើយ scan តាមតាណាមក scan រួចគឺវា generate ទៅចូលប្រព័ន្ធដោយស្វ័យប្រវត្តិតែខ្ញុំនេះគឺអត់ចូលតាមការ scan ទេដោយសារខ្ញុំមាន QR code នៅក្នុងទូរស័ព្ទស្រាប់អញ្ចឹងខ្ញុំចូលជ្រើសរើសយក QR code តទៅទៀតខ្ញុំចូលយកឈ្មោះរបស់ហុងចន្ទធឿនបាទហុងចន្ទធឿននោះចុចដល់តទៅទៀតគឺប្រព័ន្ធគឺវា generate ទៅស្វ័យប្រវត្តិតែម្ដងបាទនេះចូលដល់កន្លែងប្រឡងតែម្ដងអញ្ចឹងយើងចង់ប្រឡងមុខវិជ្ជាណាមុនប្រឡងមុខវិជ្ជាគណិតវិទ្យាឬមួយក៏ភាសាខ្មែរបាទចុចទៅវានឹងចាប់ផ្ដើមហើយប្រឡងឲ្យកូនប្រឡងតាមម៉ោងកំណត់របស់វិញ្ញាសាអញ្ចឹងបាទអរគុណច្រើន